បាទថ្ងៃនេះយើងមកយកពីសកម្មភាពទាំងស្រុងនៃទ្រុងចកាទ្រុងចិញ្ចឹមសត្វរបស់ខ្ញុំដែលខ្ញុំឈប់ចិញ្ចឹមអញ្ចឹងហើយខ្ញុំគិតថាទុកវានាំតែវាចង្អៀតទីតាំងទីកន្លែងអីចឹងទៅយើងចាប់ផ្ដើមមកដោះវាចេញឲ្យអស់ជាមួយនឹងនេះហ្នឹងយើងដោះវាចេញឲ្យអស់មកដើម្បីយើងបង្កើតជាសម្ភារៈថ្មីមួយទៀតទុកប្រើប្រាស់នៅក្នុងផ្ទះបាយរបស់យើងឥឡូវនេះគឺយើងយកនៅសកម្មភាពទាំងស្រុងដែលយើងកំពុងតែនឹងដោះវាចេញណាហើយថ្ងៃនេះវារៀងស្រួលដែរដោយសារអីសម្ភារៈទាំងអស់នេះគឺយើងអត់បានប្រើប្រាស់ដែកគោលវាយទេគឺយើងប្រើប្រាស់នឹងវិសតែម្ដងអញ្ចឹងគឺយើងមាន motor សម្រាប់ដោះងាយស្រួលបំផុតដែរហើយអញ្ចឹងហើយយើងទៅធ្វើតាមលំដាប់លំដោយនៃការដោះរបស់យើងហ្នឹងពីមុខពីក្រោយពីឆ្វេងទៅស្ដាំទៅតាមហ្នឹងចិត្តទៅហើយបញ្ជាក់ផងដែរទ្រុងនេះគឺពីមុនគឺជាទ្រុងសัตว์ទ្រុងចិញ្ចឹមសัตว์ណាដល់ពេលដែលយើងឈប់ចិញ្ចឹមទៅឥឡូវយើងគិតថាទុកវាអាចនឹងចង្អៀតព្រោះអីយើងដឹងស្រាប់ហើយព្រោះអីនៅនេះវាទីតាំងវាមិនទលំទលាយដូចយើងនៅស្រុកស្រែទេនៅជនបទអីទេយើងនៅផ្ទះជួលធម្មតាវាចង្អៀតណាហើយឥឡូវហ្នឹងគឺយើងមមាញឹកក្នុងការដោះហើយតែគ្រាន់តែវាងាយស្រួលនៅក្នុងការដោះដោយសារអ្វីដោយសារយើងប្រើប្រាស់យើងបាញ់វិសផ្ទាល់ហើយយើងក៏មាន motor ដោះស្រាប់ផងដែរអញ្ចឹងយើងចាប់ផ្ដើមដោះពីមុខពីក្រោយទៅតាមលំដាប់លំដោយនៃនៃការរៀបចំទ្រុងនឹងទៅតាមនឹងអញ្ចឹងទៅហើយឥឡូវនេះគឺខ្ញុំកំពុងតែមមាញឹកដៃខ្លាំងមែនតើហើយយើងដោះសំណាញ់ចេញមកអស់ហើយបាទឥឡូវនេះយើងដោះសំណាញ់ចេញយើងមូលសំណាញ់ទុកមកផ្លែតសិនបន្ទាប់ពីយើងមូលសំណាញ់ទុកហើយគឺយើងមកចាប់ផ្ដើមបំបែកឈើឲ្យចេញពីទ្រុងទ្រាយនៃរូបរាងដើមរបស់វាទាំងអស់ទាំងស្រុងតែម្ដងយើងកំពុងតែមមាញឹកខ្លាំងមែនតែនដៃគឺយើងមមាញឹកញាប់ខ្លាំងយតែមែនតែនពេលព្រោះបើសិនជាយើងមិនញាប់ទេវាចំណាយពេលវេលាយូរដោយសារយើងចិត្តដល់ម៉ោងចូលធ្វើការថ្ងៃវិញអញ្ចឹងណាហើយនឹងអញ្ចឹងយើងក៏ចាប់ផ្ដើមប្រឹងទៅតាមនឹងទៅហើយនេះហើយគឺជាសកម្មភាពមួយទាំងស្រុងនៃការរៀបចំការដោះចេញក៏ដូចជាការរៀបចំឡើងវិញបើយើងនិយាយទៅវាចំណាយពេលមួយព្រឹកធំដែរណាមិនមែន1ម៉ោង2ម៉ោងទេគឺប្រហែលជា3ម៉ោងជាង4ម៉ោងហ្នឹងហើយ3ម៉ោងជាង4ម៉ោងហើយចំណុចខ្លះក៏យើងដោះអត់ចេញក៏យើងចាប់កាច់បំបាក់តែម្ដងដោយសារអីវិសវាស៊ីជាមួយនឹងដែកហើយឈើនឹងស្រាប់ហើយកាលឈើដាក់វិសដាក់ដែកវាមានច្រេះអញ្ចឹងកាលខ្លះយើងដោះអត់ចេញទេអញ្ចឹងគឺយើងកាច់បំបាក់យកតែម្ដងហើយអានេះគឺយើងបំបែកបានចិត្តស្ទើរទាំងស្រុងហើយហ្នឹងហើយនៅសល់តែ2ប្រទេសទៀតទេបន្ទាប់ពីហ្នឹងហើយឥឡូវនេះគឺយើងបានបំបែកបានមួយខាងអស់ហើយយើងចោះដោះមួយខាងទៀតអានេះដោះចេញយើងកាច់បំបាក់តែម្ដងហើយយើងចាប់ផ្ដើមដោះនៅគ្នាវាហ្នឹងហើយឥឡូវនេះគឺយើងចាប់ផ្ដើមដោះរួចរាល់ហើយឥឡូវយើងចាប់ផ្ដើមផ្គុំជារូបរាងផ្សេងមួយទៀតដែលយើងនិយាយបានថាទូសម្រាប់ដាក់ចានឆ្នាំងនៅក្នុងផ្ទះបាយយើងណាហើយសัตว์លលើកមួយនេះផងដែរប្រហែលជាត្រជាក់ខ្លាំងពេកដល់ពេលអញ្ចឹងទៅវាហៅអត់រួចទេវាក៏នៅក្នុងដេកនៅមុខផ្ទះហ្នឹងចាប់លេងតិចទៅហើយឥឡូវនេះយើងវិលមកចូលសកម្មភាពរបស់យើងមកមានញឹកបន្តទៀតហ្នឹងហើយនេះយើងបានក្រងឆ្អឹងដែលគេហៅទ្រុងទ្រាយវាយើងគិតមើលទៅក្រងឆ្អឹងនេះគឺវាមិនសូវជាមាំទាំប៉ុន្មានទេអញ្ចឹងយើងចាប់ផ្ដើមដាក់មេទទឹងមួយទៀតហើយបន្ទាប់ពីដាក់មេទទឹងរួចហើយគឺយើងចាប់ផ្ដើមយកសំណាញ់របស់យើងនេះគឺយកសំណាញ់លួសណាយើងយកមកដាក់ហើយយើងមានឫស្សីយើងសម្រាប់ធ្វើជាឃ្នៀបដើម្បីកុំឲ្យវាយាធ្លាក់សាច់សំណាញ់ក៏ដូចជាអាចនឹងរបូតធ្លាក់សម្ភារៈផ្សេងដែលយើងដាក់នៅលើសំណាញ់ហ្នឹងអញ្ចឹងទៅឥឡូវនេះគឺយើងយកឫស្សីយើងកាត់មកស្មើរួចហើយបាទប៉ុណ្ណេះគឺយើងយកដែកគោលយកមកវាយជាមួយនឹងឫស្សីគៀបជាប់ជាមួយនឹងសរសៃលួសនឹងតែម្ដងនេះជាសកម្មភាពដែលយើងកំពុងតែធ្វើឲ្យខ្មៅហ្នឹងអញ្ចឹងដែរក៏គេរវល់ណាឲ្យតែយើងធ្វើអីចឹងទៅគេមកចិត្តយើងគេមកងាវងាវចិត្តយើងហើយឥឡូវសកម្មភាពនេះវាចិត្តបានមួយចំហៀងហើយហ្នឹងហើយនៅសល់តែមួយដេកគោលទេមួយចំហៀងហើយបានមួយចំហៀងអញ្ចឹងយើងត្រឡប់ទៅមកខាងទៀតគឺយើងទៅចាប់ផ្ដើមយកឫស្សីថ្មីកាត់វាឲ្យសិនយើងកាត់សិនណាយើងកាត់វាឲ្យរាងខ្លីល្មមបន្តិចដើម្បីងាយស្រួលក្នុងការទាញសាច់សំណាញ់ហ្នឹងឲ្យវាមានភាពរឹងមាំតឹងណែនបានល្អហ្នឹងឥឡូវយើងចាប់ផ្ដើមកាត់បានហើយហ្នឹងហើយឥឡូវមើលឃើញថាវាសមរម្យហើយយើងសើកឫស្សីរបស់យើងចូលប្រហែលជាមិនត្រូវទេសើកទៅតឹងពេកចឹងអស់ចេញវិញដោះចេញវិញហ្នឹងហើយសើកម្ដងទៀតក៏មិនត្រូវដែរហ្នឹងហើយខុសទៀតហើយឥឡូវយើងអត់ទេគឺយើងសម្រេចចិត្តថាយើងដោះចេញតែម្ដងគឺយើងគៀប
ជាប់ជាមួយនឹងសាច់ឈើតែម្ដងផ្ទាល់តែម្ដងឥឡូវយើងវាយទៅគៀបចំកដាលមួយហើយដែលនៅសេសសល់នេះគឺយើងចាប់ផ្ដើមទាញវាយបន្តមករហូតឲ្យវាផុតជាមួយនឹងឫស្សីដែលយើងនៅនឹងទៅហ្នឹងហើយគោះបន្តថែមចឹងទៅហ្នឹងហើយតាមហ្នឹងអានេះយើងធ្វើទៅតាមលំដាប់លំដោយវាមិនបានព្រៀងទុកអីទេតែគ្រាន់តែយើងគិតថាបើយើងដោះមកវាមានសំណាញ់មានឈើស្រាប់ហើយបើយើងទុកវាទាំងមូលគឺវាចង្អៀតទីតាំងរបស់យើងនឹងវាមើលទៅវាពិបាកវារញ៉េរញ៉ៃអីចឹងទៅអញ្ចឹងយើងគិតថាវាមានផលប្រយោជន៍សម្រាប់យើងដែរនៅក្នុងផ្ទះបាយឥឡូវនេះយើងចាប់ផ្ដើមកាត់ទាញវាមកដើម្បីឲ្យសាច់សំណាញ់ហ្នឹងវាមានភាពរឹងមាំនិងតឹងណែនល្អដើម្បីកុំឲ្យវាមើលទៅវាអាក្រក់មើលហើយសាលប៉ុណ្ណឹងទៅយើងប្រើប្រាស់ឫស្សីនេះគឺយើងឫស្សីសម្រាប់វាយគៀបជាប់ជាមួយនឹងសាច់ឈើតែម្ដងហ្នឹងហើយឥឡូវនេះយើងចាប់ផ្ដើមធ្វើបន្តសកម្មភាពរបស់យើងទៅហើយហ្នឹងហើយយើងចិត្តបានម្ខាងហើយចិត្តបានមករួចម្ខាងណាហើយឥឡូវយើងមើលទាំងអស់គ្នាអានេះវាហាងតឹងពេកបាក់ទាញអញ្ចឹងយើងចាប់ផ្ដើមកាត់វាបន្តិចឥឡូវសាច់ទៅនៅសេសសល់ពីខាងដែលយើងវាយរួចនេះគឺយើងចាប់ផ្ដើមកាត់ចេញតែម្ដងហើយឥឡូវនេះគឺយើងចាប់ផ្ដើមកាត់វាចេញហ្នឹងហើយកាត់វាចេញទៅបាទកុំឲ្យវាសើយមើលអាក្រក់មើលពេកហ្នឹងហើយឥឡូវយើងរះវាបន្តិចទៅតាមហ្នឹងទៅណាហ្នឹងទៅមើលជាក់ស្ដែងអញ្ចឹងទៅអានេះហើយជាងទៅទៀតអញ្ចឹងទៅហ្នឹងអូខេទៅតាមហ្នឹងជាក់ស្ដែងអញ្ចឹងទៅហើយចំណែកឯសាច់ឥឡូវយើងត្រឡប់មកម្ខាងទៀតមុនត្រឡប់មកខាងទៀតគឺយើងកាត់ឫស្សីនឹងចោលសិនបន្ទាប់ពីយើងកាត់ឫស្សីចោលគឺយើងកាត់សាច់សំណាញ់បន្តិចដើម្បីងាយស្រួលក្នុងការទាញហ្នឹងហើយឥឡូវយើងបានហើយអូខេហ្នឹងហើយអូខេណាកាត់ចោលតិចសិនណាបន្ទាប់ពីកាត់បានប៉ុណ្ណេះហើយគឺយើងត្រូវប្រើឫស្សីមួយសម្រាប់ធ្វើគ្នាទាញដដែលហ្នឹងហើយអញ្ចឹងមានន័យថាបើកាលណាយើងប្រើគ្នាទាញវាយឌីកូទៅអញ្ចឹងសាច់សំណាញ់របស់យើងហ្នឹងគឺវាមានភាពរឹងមាំល្អវាអត់មានដក់យាធ្លាក់ទេយើងដាក់សម្ភារៈទៅក៏យើងអត់មានភ័យព្រួយខ្លាចធ្លាក់ដែរហើយបន្ទាប់ពីហ្នឹងមកយើងឃើញថាវាតឹងណែនល្អហើយហ្នឹងហើយថែមឌីកូមួយទៀតបន្ទាប់ពីថែមមួយទៀតហើយគឺយើងចាប់ផ្ដើមមកកាត់សំណាញ់ដែលនៅសេសសល់នេះគឺចេញបាទកាត់តាមហ្នឹងអញ្ចឹងទៅអូខេឥឡូវនេះគឺយើងនៅត្រឡប់មកខាងក្រោយបន្តិចយើងកាត់បន្តទៀតបន្ទាប់ពីយើងកាត់បានប៉ុណ្ណេះស្អាតហើយយើងថែមមួយទៀតវាមើលទៅវាហាំងមិនសូវតឹងណែនថែមដូចគោ2 3ទៀតទៅដើម្បីឲ្យវាតឹងណែនល្អហ្នឹងហើយយើងឃើញថាបានមកចន់ហើយកាត់ឫស្សីដែលវាសេសសល់នេះចាញ់យើងថែមគ្នាបកដាលមួយទៀតដើម្បីកុំឲ្យវាយាធ្លាក់នៅខាងអូខេហ្នឹងណាចឹងយើងដាក់ប៉ុណ្ណឹងទៅមានន័យថាសងខាងហ្នឹងគឺវាអត់យាធ្លាក់ទេគឺវាសាច់នៅស្មើដដែលដោយសារអីដោយសារយើងមានគ្នាបទាញពីខាងទៅដល់កដាលពីកដាលដល់ខាងយើងទាញគ្នាបានហើយបន្ទាប់ពីហ្នឹងយើងគិតថាយើងបានមួយជាន់ហើយយ៉ាងឥឡូវយើងចូលវគ្គមួយជាន់ទី2ណាជាន់ទី2នេះគឺយើងចាប់ផ្ដើមផ្គុំវាឲ្យរួចជាស្រេចបន្ទាប់មកគឺយើងបាញ់វាឲ្យជាប់ជាមួយនឹងតួនឹងតែម្ដងហ្នឹងហើយឥឡូវយើងបាញ់ហើយចិត្តបានហើយអូខេបានហើយណាឥឡូវនេះយើងមើលឃើញថាខាងក្រោយនេះគឺវាអត់នេះទេថែមមួយទៀតដើម្បីផ្ដល់ភាពរឹងមាំហ្នឹងហើយបាទនេះឥឡូវយើងចាប់គ្នាពីខាងក្រោយមួយទៀតដើម្បីជំនួយនៃភាពទន់ជ្រាយវាអាចធ្វើឲ្យជ្រាយពីម្ខាងទៅម្ខាងអញ្ចឹងណាអញ្ចឹងយើងថែមខាងក្រោយនឹងមួយទៀតហើយណាមួយដែលយើងថែមអញ្ចឹងទៅយើងអាចដាក់មេកដាលទៅយើងវាយសំណាញ់ហ្នឹងទៅគឺវាមានភាពស្មើល្អរឹងមាំល្អឥឡូវនេះយើងយកសំណាញ់របស់យើងយកមកដាក់គ្របពីលើហ្នឹងហើយគ្របពីលើទៅតាមទ្រង់ទ្រាយនេះយើងមើលថាតើវាខាងណាវាតំណងជាងខាងណាវាសមជាងខាងណាដាក់ទៅវាស្អាតជាងវាស៊ីជាងណាឥឡូវនេះយើងគិតឃើញយើងឃើញហើយអញ្ចឹងយើងមកត្រឡប់មកខាងក្រោយហ្នឹងហើយមកខាងក្រោយនេះអានេះយើងចាប់ផ្ដើមយកឫស្សីរបស់យើងធ្វើជាគ្នាដដែលហ្នឹងហើយយើងវាយគៀបជាមួយនឹងសាច់ឈើហ្នឹងហើយកែជាមួយសាច់ឈើទៅដើម្បីអីដើម្បីកុំឲ្យវាធ្លាក់សម្ភារៈរបស់យើងហ្នឹងណាឥឡូវនេះគឺយើងចាប់ផ្ដើមវាយបន្តវាយទៅតាមលំដាប់លំដោយនៃការឲ្យសាច់ឈើហ្នឹងទៅមកទៅជាមួយនឹងសំណាញ់ដែលមាននេះហើយសកម្មភាពនេះបើយើងនិយាយទៅទាំងស្រុងជាមួយនឹងនេះវាចំណាយពេលវេលាប្រហែលជា3ម៉ោងជាងដែរជាមុំតែយើងបានរួចរាល់ការងារមួយហ្នឹងហើយបើយើងទុកវាក៏វាចង្អៀតដូចពីដើមអញ្ចឹងយើងទុកទៅវាចង្អៀតយើងមិនសូវមានដីទលាយដូចគេទេនៅផ្ទះជួលថងហើយថ្ងៃណាមួយយើងគិតថាផ្ទះបាយយើងក៏វាមិនវាខ្វះសម្ភារៈដាក់ចានដាក់ឆ្នាំងដែរហើយយើងទិញគេក៏អស់ច្រើនដែរហើយយើងមានសម្ភារៈខ្លួនឯងស្រាប់អញ្ចឹងយើងដោះធ្វើទៅតាមហ្នឹងទៅឥឡូវនេះយើងវាយបានមកខាងហើយយើងចូលទៅមកខាងមុខណាខាងមុខម្ដងទៀតបន្ទាប់ពីខាងមុខយើងទាញសាច់ចំណាញ់ទៅតាមធម្មតាលំដាប់លំដោយអញ្ចឹងទៅហើយ
សាច់សំណាញ់នៅពេលដែលយើងទាញបែបនេះគឺវាអត់ស្មើគ្នាល្អទេអញ្ចឹងយើងទាញយកតែតម្រង់ខាងមុខខាងក្រោយនេះគឺយើងទាញឲ្យតែវារាងណែនបន្តិចតឹងបន្តិចទៅបានហើយនៅដែលវាសេះសល់នេះគឺយើងអាចទាញពីខាងចេញមកវិញពេលដែលយើងទាញពីខាងចេញមកគឺវាអាចនឹងរឹងមាំហើយឥឡូវនេះគឺយើងវាយបន្តិចទៀតគឺយើងផុតតាមចំហៀងទៀតហើយបាទផុតចំហៀងយើងចូលទៅចំហៀងមកខាងមួយទៀតបន្ទាប់ពីចូលមកខាងមួយទៀតគឺយើងត្រូវការកាត់សាច់សំណាញ់ដែកនេះដើម្បីអីដើម្បីងាយស្រួលនៅក្នុងការទាញដើម្បីទាញទៅសាច់សំណាញ់វាមានភាពរឹងមាំវាអត់ដក់ទន់អញ្ចឹងដែរឥឡូវយើងដាក់ឈើឫស្សីរបស់យើងនេះចូលមកក្នុងគ្នាបដដែលគៀបវាយដូចកោថែមដូចពីមុនអញ្ចឹងហ្នឹងហើយគឺយើងវាយតុងតាំងទេបតាប់អញ្ចឹងទៅបាទទៅតាមហ្នឹងទៅបាទហើយឥឡូវនេះគឺយើងមើលទៅឃើញវារាងពិបាកពេកហ្នឹងហើយបាក់វាយពេកដូចគោលហ្នឹងវារាងធំដែរអញ្ចឹងយើងបាញ់វាយកតែហ្មងទៅព្រោះវាយើងនៅសល់ច្រើនហើយណាមួយបាញ់វាក៏វាតឹងណែនបានល្អច្រើនដែរហ្នឹងហើយឥឡូវយើងបាញ់ហើយណាហើយដូចបញ្ជាក់ពីមុនអញ្ចឹងសាច់សំណាញ់នៅពេលដែលយើងទាញពីខាពីមុខពីក្រោយនេះគឺវាអត់ទាន់មានភាពរឹងមាំល្អប្រសើរទេគឺវានៅតែមានភាពដក់ដដែលអញ្ចឹងយើងត្រូវការទាញពីខាងហ្នឹងហើយបន្ទាប់ពីយើងវាយបានមកខាងយើងត្រឡប់ទៅមកខាងទៀតហ្នឹងហើយគឺយើងបន្តសកម្មភាពរបស់យើងដដែលគឺយើងកាត់សំណាញ់នេះដើម្បីងាយស្រួលនៅក្នុងការទាញសាច់សំណាញ់ឲ្យវាមានភាពរឹងមាំមិនឲ្យវាដក់យាធ្លាក់អញ្ចឹងណាឥឡូវនេះគឺយើងធ្វើរួចរាល់ហើយយើងមើលឫស្សីនេះវាធំបន្តិចបន្ទាប់មកយើងបិទឫស្សីនេះឲ្យតូចបន្តិចមកល្មមសមរម្យជាមួយនឹងមេរបស់យើងហ្នឹងបន្ទាប់ពីហ្នឹងគឺយើងបាញ់វាយកតែមកបានហើយបាញ់វានេះគឺវាមានភាពរឹងមាំខ្លាំងជាងយើងវាយដូចគោលទៅទៀតឥឡូវនេះគឺយើងប្រើប្រាស់វិស4គ្រាប់នៅក្នុងមួយផ្នែកហ្នឹងហើយសាច់ឫស្សីដែលសេះសល់គឺយើងកាត់ចេញទៅឲ្យតែវាស្មើជាមួយនឹងសាច់នេះរបស់យើងទៅបន្ទាប់មកហ្នឹងគឺយើងកាត់សាច់សំណាញ់ដែលនៅសេះសល់ពីខាងហ្នឹងយើងកាត់ឲ្យអស់ទៅតាមហ្នឹងមកដើម្បីកុំឲ្យវាអាក្រក់មើលអញ្ចឹងណាហើយឥឡូវយើងកាត់ឲ្យចាប់ផ្ដើមកាត់ហ្នឹងកាត់ពីមុខពីក្រោយពីឆ្វេងពីស្ដាំកាត់ទៅកាត់មករហូតដល់តែវាស្អាតអស់នឹងបន្ទាប់ពីយើងស្អាតអស់ហើយឥឡូវយើងមើលឃើញថាសាច់ហ្នឹងក៏វាមិនសូវជាតឹងណែនល្អខ្លាំងណាស់ណាដែរហើយក៏វាមិនសូវធានានៅភាពរឹងមាំដែរអញ្ចឹងយើងត្រូវបាញ់មេ2ពីខាងមុខទៀតដើម្បីជួយទប់លំនឹងជួយទប់ទម្ងន់ណាកុំឲ្យវាកាលណាវាធ្ងន់វាអាចនឹងធ្វើឲ្យវាមានភាពវាអាចកលាប់ផ្អៀងអីចឹងទៅឥឡូវយើងបាញ់មេ2នេះបញ្ចូលបន្តសងខាងមកខាងមួយអញ្ចឹងមានន័យថាបើយើងបាញ់វាចូលហើយមានន័យថាអាចប្រើប្រាស់ទម្ងន់បានប្រហែលជា90គីឡូ70គីឡូឥឡូវយើងមើលឃើញថាសំណាញ់របស់យើងនោះវាអត់តាន់រឹងមាំល្អទេអញ្ចឹងយើងត្រូវយកឫសឈើមួយប្រទេសទៀតគឺវាយឲ្យចំពាក់កណ្ដាលជាមួយនឹងហ្នឹងដើម្បីអីដើម្បីទប់សាច់សំណាញ់របស់យើងកុំឲ្យវាយាធ្លាក់នៅពេលដែលយើងដាក់សម្ភារៈទៅវាអាចនឹងធ្លាក់វាអាចនឹងយាអញ្ចឹងតែឥឡូវយើងដាក់ចូលហើយបន្ទាប់ពីយើងដាក់ចូលហ្នឹងឥឡូវហ្នឹងហើយបាទប៉ុន្តែទៅគឺយើងបាញ់វិសយកតែម្ដងដោយសារអីវាមានភាពងាយស្រួលដោយសារយើងមានគ្រោងមានមេហើយស្រាប់អស់ហើយអញ្ចឹងយើងធ្វើអត់មានពីពិបាកអីយូរទេហ្នឹងហើយឥឡូវយើងមើលឃើញថាវាស្អាតហើយណាវាស្អាតហើយវា90%ហើយដែលអ្វីដែលយើងចង់បានអញ្ចឹងមានន័យថាវាអាចទន់ពីឆ្វេងទៅស្ដាំមានន័យថាវាជ្រាយនៅទន់ជ្រាយនៅឡើយអញ្ចឹងយើងត្រូវកាត់ឈើពីរទៀតដើម្បីជ្រែងដើម្បីកុំឲ្យវាជ្រាយហ្នឹងហើយដើម្បីកុំឲ្យវាជ្រាយគឺយើងត្រូវបាញ់ឈើបែបនេះចូលទៅក្នុងមេរបស់យើងហើយយើងកាត់ឲ្យមានជ្រុងមានមុំមានអីល្អតិចទៅពីព្រោះយើងយកមកដាក់នៅផ្ទះរបស់យើងទេយើងមិនមែនយកទៅដាក់ចោលទេដាក់សម្រាប់មើលខ្លួនឯងផងក៏សម្រាប់ស្អាតផ្ទះបាយខ្លួនឯងផងអញ្ចឹងទៅហើយណាមួយក៏វាมันមានភាពរញ៉េរញ៉ៃនៅក្នុងការរៀបចំទុកដាក់ឆ្នាំងចានអីចឹងណាហើយឥឡូវនេះយើងចាប់ផ្ដើមកាត់នឹងកាត់ហើយអាណាធំប្រមាណអាណាទូចម្ដងអូខេ1 2 3 4 5 6 7 8 9 10សពគ្រប់មិនព្រមដាច់ទៀតយីមិនធម្មតាទេដាច់ហើយហ្នឹងបន្ទាប់ពីយើងដាច់យើងបោះឲ្យមើលថាមិនតាន់ស្មើល្អហ្នឹងយើងត្រូវយកមកដើម្បីចម្រឹមមុខវាឲ្យវាមានភាពស៊ីគ្នាជាមួយនឹងមេរបស់យើងមេឈើរបស់យើងហ្នឹងណាឥឡូវនេះយើងចាប់ផ្ដើមហើយឥឡូវយើងបាញ់វាតែម្ដងនៅពេលដែលយើងបាញ់វានេះខាងក្រោយនេះហើយមានន័យថាសម្ភារៈដែលយើងធ្វើនេះគឺមានភាពរឹងមាំខ្លាំងមែនទេណាទោះបីដេកលើហ្នឹងក៏អត់បញ្ហាដែរតែយើងមើលទៅវានៅខាងមុខហ្នឹងវាមានសៃម៉ៃលួសដែលវាអាចធ្វើឲ្យចាក់កញ្ចក់ដៃចាក់អីចឹងនៅពេលដែលយើងលូកយកបានអញ្ចឹងយើងថែម2ទៀតដើម្បីគៀបមុខសរសៃនេះដើម្បីកុំឲ្យវានៅសេះសល់ជាមួយនឹងសរសៃលួសដែលចេញមកអាចប៉ះពាល់ដល់ដៃរបស់យើងអញ្ចឹងយើងបាញ់វាទៅតាមទៅហើយណាមួយក៏វាមើលទៅក៏វាស្អាតគួរសមផងដែរវាមិនអាក្រក់អីទេកាលយើងបាញ់ព្រោះឈើនេះឈើល្អបាទឈើក្រហមល្អណាស់យើងបានមួយហើយយើងចូលទៅមួយទៀតហ្នឹងហើយ
ចូលទៅខាងមុខមួយទៀតខាងមុខមួយទៀតនេះគឺថាជួរខាងក្រោមបាទបន្ទាប់ពីយើងឃើញអញ្ចឹងហើយគឺយើងមើលទៅយើងបាញ់ទៅតាមលំដាប់លំដោយទៅយើងគឺស៊ីបាញ់ទៅតាមវាឲ្យវាហៅវាស៊ីគ្នាឲ្យវាគ្របមុខសំណាញ់ហ្នឹងឲ្យចិត្តកុំឲ្យសាច់សំណាញ់ហ្នឹងវាអាចលៀនចេញមកអាចប៉ះម្រាមដៃប៉ះកញ្ចក់ដៃប៉ះអីចឹងវាអាចមុតឈឺអញ្ចឹងទៅឥឡូវយើងបាញ់ទៅតាមហ្នឹងហើយបន្ទាប់ពីហ្នឹងទៅយើងមើលចំសកម្មភាពមួយទៀតណាហ្នឹងហើយយើងបាញ់នេះយើងប្រើប្រាស់វិស4ដើមដើម្បីឲ្យវាមានភាពស្រស់ស្អាតនិងរឹងមាំល្អបាទឥឡូវយើងឃើញថាល្អប៉ុណ្ណឹងហើយគឺស្រស់ស្អាតហើយបន្ទាប់ពីបានប៉ុណ្ណឹងរួចហើយឥឡូវនេះគឺយើងសម្រាប់ប្រវាយវាមួយជុំពីរជុំទៅដើម្បីចង់ដឹងថាតើវាមានភាពចន្លោះខ្វះខាតដែរអត់មានចន្លោះខ្វះខាតទេហ្នឹងហើយយើងទទួលបានភាពស្រស់ស្អាតរួចរាល់ហើយអញ្ចឹងយើងត្រូវយកវាមកបាញ់ថែមមេនៅខាងក្រោយនេះប៉ុន្តែយើងនៅប្រើប្រាស់នៅខាងលើដាក់ខាងលើនេះដើម្បីអីដើម្បីជួយទប់នៅពេលដែលយើងអាចដាក់ឆ្នាំងដាក់ចានទៅវាអាចនឹងធ្លាក់ទៅខាងក្រោមវាអាចនឹងអីចឹងទៅវាបើមើលទៅវាហាងនេះទៅចឹងយើងថែមមេពីទៀតបន្ទាប់ពីយើងថែមមេពីខាងលើនេះរួចហើយហ្នឹងហើយយើងត្រឡប់ឡើងវិញមកពេលដែលយើងត្រឡប់ឡើងវិញឥឡូវយើងមកចូលមកដល់ផ្ទះយើងហើយប៉ុន្តែសកម្មភាពរៀបនេះខ្ញុំអត់បានថតទេគេយកមកដាក់ហើយទៅរៀបហើយបានខ្ញុំថតយកទៅមើលតែម្ដងនេះគឺមានភាពងាយស្រួលស្រស់ស្អាតហើយបើយើងនិយាយទៅអត់ចំណាយលុយច្រើនទេបាទសូមអរគុណបាទ